រឿងព្រេងនិទានខ្មែររឿងក្មេងកំព្រាពីរអ្នកបងប្អូនកាលពីព្រេងនាយមានបុរាណអ្នកស្រែម្នាក់ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ចិច្ចយកត្រីមកលក់ដូរប៉ុណ្ណោះបុរសនោះមានកូនប្រុស2នាក់កូនបងអាយុ13ឆ្នាំកូនប្អូនអាយុ11ឆ្នាំប្រពន្ធស្លាប់ទៅគាត់នៅពោះម៉ាយជាមួយនឹងកូនទាំងពីរហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ចិច្ចដដែលវេលាដែលបុរសនោះទៅព្រៃរកវ៉ាលីផ្ដាល់ធ្វើជុចតែងយកកូនបងទៅជាមួយឯកូនប្អូនទុកឲ្យនៅចាំផ្ទះថ្ងៃមួយកូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវ៉ាលីផ្ដាល់ធ្វើជុចពេកណាស់ព្រោះចង់ដឹងថាតើឪពុកធ្វើជុចយ៉ាងណាខ្លួនមិនដែលឃើញសោះក៏និយាយប្រាប់ឪពុកថាខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេខ្ញុំខ្លាចណាស់សូមយកខ្ញុំទៅព្រៃជាមួយផងឪពុកក៏ព្រមយកកូនប្អូនទៅជាមួយលុះទៅដល់ព្រៃឪពុកក៏ខំប្រឹងរកបោយវ៉ាលីបដៅបានហើយយកមកពុះជ្រៀកជាចម្រៀកតូចល្មមនិងធ្វើជាស្រសៃជុចកោះក៏រែងធ្វើជាជុចទៅកូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសប្តាហ៍ថ្ងៃមិនដឹងជាឪពុកធ្វើជុចយ៉ាងណាឡើយព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះគ្រាន់តែបានឃើញជុចជាប់ត្រីប៉ុណ្ណោះឯកូនប្អូនដែលទៅតែនឹងបានតាមទៅក្នុងថ្ងៃនោះក៏ខំពិនិត្យមើលឪពុកធ្វើជុចចាប់តាំងពីកាន់កាំបិតយកទៅកាប់វ៉ាលីផ្ដោយរហូតដល់កោតជារៀងជុចយកទៅដាក់ត្រីជាប់បានត្រីហើយយកត្រីមកដុតមកអាំងចាប់អិនជាចំណីអាហារជួនជាថ្ងៃមួយនោះឪពុកភ្លេចមិនបានយកដែកភ្លើងទៅគ្មានអ្វីនឹងបង្កាត់ភ្លើងអាំងត្រីឲ្យកូនបរិភោគក៏ទៅកាប់ឫស្សីស្ងួតមួយកំណាត់យកមកកូតនឹងគ្នាឲ្យទាល់តែក្តៅកើតជាភ្លើងឆេះបានហើយគាត់បង្កាត់អាំងត្រីឲ្យកូនទាំងពីរញាក់បរិភោគចំអែតត្រីមួយពេលទៅចំណេចែរកៅមកខាងក្រោយឪពុកមានជំងឺជាទម្ងន់ស្លាប់ទៅកូនទាំងពីរនៅកំព្រារញងឥតមេបានឹងចិញ្ចឹមបីបាច់ថែរក្សារស់នៅដោយទ្រព្យបន្តិចបន្តួចដែលសល់ពីឪពុកមិនយូរថ្ងៃខែប៉ុន្មានក៏អស់ទ្រព្យនោះទៅទើបអូននិយាយនឹងបងថាអូបងអើយកាលពីដើមយើងបានឪពុកទំនុកបំរុងរកស៊ីចិញ្ចឹមយើងទាំងពីរនាក់យើងឥតមានសេចក្តីព្រួយលំបាកអ្វីឡើយចាំតែបរិភោគស្រាប់ឥឡូវនេះឪពុកយើងស្លាប់ចោលទៅហើយឯយើងទាំងពីរអ្នកសតទៀតក៏មិនទាន់ពេញកម្លាំងលមមនឹងរកស៊ីចិញ្ចឹមជីវិតបានដោយខ្លួនឯងទាំងបងក៏នៅតូចទាំងខ្ញុំក៏នៅតូចនឹងទៅរកស៊ីឈ្នួលជួលពុតអ្នកជិតខាងក្រែងគេមិនព្រមទទួលពីព្រោះយើងជាមនុស្សកំព្រាអនាថារកទីពឹងគ្មានគេមិនហ៊ានឲ្យនៅជាមួយគេមិនទុកចិត្តយើងហេតុតែយើងគ្មានមេបាថែរក្សាបើដូច្នេះតើបងគិតយ៉ាងណាឲ្យបានរស់នៅជាមួយនឹងគេឯងបងអង្គយើងថ្ងៃនេះនៅតែមួយទូកដៃល្មមតែល្ងាចនេះថ្ងៃស្អែកគ្មានអង្គដាំបាយបរិភោគទេបងដែលសូមទានគេឬដូចម្ដេចហាខ្ញុំមិនទៅសូមទេគ្មានគេណាស៊ូតែពីស្លាប់បងសួរប្អូនម្ដេចក៏អូនថាយ៉ាងនេះប្អូនឆ្លើយតបទៅនឹងបងថាខ្ញុំមានដៃពីរជើងពីរគំនិតមរិយាទដូចអ្នកទាំងពួងដែរអូប្អូនឯងគិតយ៉ាងនឹងពិតមែនតែមានដៃពីរជើងពីរគំនិតមរិយាទដូចអ្នកទាំងពួងមែនហើយតែខ្លួនយើងនៅតូចណាស់មិនអាចនឹងពន់រែកកាប់កោះឃ្លីសែកអ្វីបានឡើយអោបងអើយសត្វចាប់វាដែរទៅពន់រែកលីសែងឯងាដែរឬមិនដែលក៏វាចិញ្ចឹមកូនវារស់ហើយកូនវាទៀតធំឡើងរកស៊ីដូចមេវាទៀតបានចាស់បងមិនដេចក៏មិនគិតដល់ការងាររបស់ឪពុកយើងផងអូនលាក់បាំងអីកាលពីក្មួយឲ្យយើងនៅរស់នៅឡើយក៏រកស៊ីចិញ្ចឹមយើងតែនឹងដាក់ជុចប៉ុន្តែបងមិនដឹងថាគាត់ធ្វើជុចយកទៅដាក់ត្រីយ៉ាងណាទេបងចាំតែឆ្អិនតែម្យ៉ាងទៀតកាលគាត់យករបស់អ្វីមកធ្វើជុចក៏បងមិនចាំហើយគាត់ធ្វើជុចនោះមានសន្តានបែបណាក៏បងមិនដឹងទាំងអស់បើដូច្នោះឲ្យបងធ្វើដូចម្ដេចកើតឃើញតែការសុំទានរកស៊ីឈ្នួលគេនឹងហើយដូចជាស្រួលក្រាន់បាបអូននឹងហើយចុះកាត់គេខ្មាស់សិនទៅចុះទម្រាំយើងធំល្មមរកស៊ីខ្លួនឯងបានទេបងខ្ញុំមិនទៅសុំទានឬស៊ីឈ្នួលគេទេគ្មាសគេណាស់ពីព្រោះពូជយើងមិនដែលសុំទានឬស៊ីឈ្នួលគេបើទុកជីពីជីតាទូតលូតលាមក
ធ្លាប់សុំទានឬស៊ីឈ្នួលឲ្យកម្លាំងគេប្រៅដោយទីសត្វទេរេឆានក៏ដោយខ្ញុំមិនព្រមប្រព្រឹត្តតាមបវេណីវងត្រកូលនោះដែរនេះបងប្អូនគិតឃើញថាកាលបើមានអ្នកសបរិស័កចិត្តល្អដាក់ទានឲ្យយើងឬក៏បានតែច្រកកោនមិនចវាយនាយយើងក៏បានស្រួលបន្តិចទៅតែបើប្រទៀកពៀទៅលើអ្នកចិត្តតុកមកអាក្រក់សំឡុកភ្នែកស្លែដូចភ្នែកមៀមកំហក់កំរាមយើងដូចសត្វទេរឆានតើយើងយកមុខទៅទុកឯណាក្នុងម្យ៉ាងទៀតអ្នកចិត្តល្អក្តីអ្នកចិត្តអាក្រក់ក្តីកាលគេហួចរបស់មកឲ្យយើងដោយដៃគេយើងយកដៃទៅទទួលទានគេចុះដៃជាដៃជើងជាជើងមាត់ជាមាត់ដូចគ្នាទាំងអស់មិនដេចក៏ដៃគេគ្មានសំពះសុំអ្នកណាមាត់គេមិនហានិយាយសុំអ្នកណាអូនអ្វីតែដៃជើងមាត់យើងជាងគេម្លេះបងគិតមើលចោះប្អូនថាប៉និកខុសឬត្រីបើដូច្នោះប្អូនចេះចាំការងាររបស់ឪពុកយើងដែរឬបងសួរទៅប្អូនវិញមិនអីទេបងប្អូនចាំទាំងអស់បងកុំព្រួយកុំគិតទៅសុំទានឬស៊ីឈ្នួលឲ្យកម្លាំងគេប្រាវវាថោកខ្លួនណាស់យើងនេះមិនមែនជាសត្វទេរឆានគេវាយឲ្យកើតវាយឲ្យលិចដោយសុនុកពេកទេឪពុកគាត់ទុកកំបិតព្រាឲ្យមួយដែរតាយើងទៅព្រួយអ្វីសពបើគ្រាន់ចិញ្ចឹមជីវិតមួយប៉ុណ្ណឹងបើយ៉ាងហ្នឹងប្អូនគិតការងារឪពុកទេចុះឯប្អូនជាក្មេងមានប្រាជ្ញាក៏ប្ររពធ្វើជុចកាតយកទៅដាក់ត្រីបានដូចបំណងលុះក្មេងក្រោយកន្លងមកទៀតប្អូនអង្គុយគិតតែម្នាក់ឯងមិនចិនវាចាប្រាប់បងសោះថាឪពុកអញគាត់ចេះធ្វើជុចដាក់ត្រីបំណោះឯសัตว์ឯទៀតគាត់ដាក់ជុចមិនបានឃើញថាប្រាជ្ញាគាត់នឹកសោយណាស់បើដូច្នោះអញរកឧបាយនឹងធ្វើជុចដាក់សัตว์មរឹកមានសัตว์ជ្រូកព្រៃឆ្លុះរមាំងជាដើមលោកគិតឃើញដូច្នោះហើយក៏និយាយប្រាប់បងយើងគិតទៅរកដាក់ជុចឯព្រៃវិញក្រែងបានជាប់ជ្រូកព្រៃឆ្លុះរមាំងជាសัตว์ធំមានសាច់ច្រើនបងក៏សុខចិត្តតាមប្អូនទាំងអស់ព្រោះយល់ឃើញថាប្អូនចេះចាំកិច្ចការរបស់ឪពុកពិតប្រាកដមែនហើយក៏បណ្ដាគ្នាពីរនាក់បងប្អូនចូលទៅក្នុងព្រៃស្រោងជាទីរហោស្ថានទៅដល់ពាក់កណ្ដាលព្រៃបងស្រែកទឹកយ៉ាងខ្លាំងក៏និយាយប្រាប់ប្អូនថាប្អូនបងស្រែកទឹកណាស់រកទឹកឯណាផឹកបានប្អូនឆ្លើយថាកាលឪពុកយើងរស់នៅបើដើរទៅទីណាដែលគ្មានទឹកគាត់តែងជីដីត្រង់កន្លែងណាសើមយូរទៅចេញទឹកបាងបើដូច្នេះបងជីកលោមើជីកឯណាកើតបើអស់កម្លាំងយ៉ាងនេះបើដូច្នោះចាំដើរទៅខាងមុខបន្តិចសុនក្រែងជួនប្រទេសទឹកដើរបានបន្តិចទៅក៏ជួបប្រទេសត្រពាំងមួយមានទឹកថ្លាពាសពេញដោយផ្កាឈូកផ្លែឈូកបងប្អូនទាំងពីរនាក់ក៏នាំគ្នាងូតទឹកផឹកទឹកបែបផ្លែឈូកស៊ីតាមសប្បាយហើយក៏ទៅសម្រាននៅក្បែរមាត់ត្រពាំងនោះមួយស្របក់លុងមានកម្លាំងល្មមនឹងដើរទៅទៀតបានក៏នាំបងប្អូនដើរទៅដល់ព្រៃធំមួយឈ្មោះព្រៃហេមិពៀនមិនដែលមានមនុស្សណាទៅដល់សោះបានឃើញពួកសត្វមរឹកជាច្រើននឹងអាស្រ័យក្នុងព្រៃនោះប្អូននិយាយនឹងបងថាបងយើងឈប់នៅក្នុងព្រៃនេះហើយមើលទៅព្រៃនេះសម្បូរសត្វមរឹកកម្រគាណាស់យើងគិតធ្វើជាធ្នោះមួយនៅលើចុងឈើហើយក្នុងរកផ្ដៅមកធ្វើជុចដាក់សត្វចឹងនោះយកមកធ្វើជាចំណីអាហារប្អូនធ្វើហើយឲ្យបងនៅអាស្រ័យលើធ្នោះនោះទៅខ្លួនទៅរកបយផ្ដៅយកមកធ្វើជុចដាក់សត្វព្រៃរៀបធ្វើជាចំណាចាជុំវិញព្រៃហើយទុកតែភ្លើងមួយល្មមសត្វនោះដើរចូលបានដូចជាធ្វើកន្លែងដាក់ត្រីដែរពេលនោះមានជ្រូកព្រៃមួយដើរសម្ដៅពីនាយមកហាក់ដូចជាគ្មានកោតក្រែងដល់អ្វីសោះដើរមកតាមចន្លោះផ្លូវដែលកុមារនោះចាទៅដល់ត្រង់កន្លែងដាក់ជុចក៏ស្រាប់តែជាប់ក្នុងជុចកុមារជ្រូកនោះខំបំរើននាលរើយ៉ាងណាក៏មិនរួចជុចរឹតរួចជ្រូកព្រៃនោះយ៉ាងតឹងស្ទើរតែដកដង្ហើមមិនរួចមិនយូរប៉ុន្មានជ្រូកនោះក៏ដាច់ខៀវស្លាប់ទៅ
ក៏មកទាំងពីរឃើញជ្រូកព្រៃជាប់ជិតស្លាប់ដូច្នោះហើយក៏ត្រេកអរពេកណាស់នាំគ្នាដោះអូសចិនពីជិតគិតយកមកអាំងឆ្អើរធ្វើជាអាហារបរិភោគជួនជាវេលានោះដែកភ្លើងដែលដាក់ក្នុងហោប៉ៅអាវបងក៏អស់ប្រឆេះរលីងគ្មានអ្វីធ្វើភ្លើងនឹងបង្កាត់អាំងឆ្អើរជ្រូកបងតល់គំនិតមិនដឹងគិតធ្វើយ៉ាងណាឯប្អូនជាក្មេងមានគំនិតបានដឹងចាក់ប្រកាសពីកាលឪពុកនៅនាំទៅព្រៃបើគ្មានភ្លើងបង្កាត់ចំអិនអ្វីៗគាត់តែងទៅកាប់រស្មីស្ងួតមកគួតគ្នាឲ្យកើតជាភ្លើងដុតអាំងបានតាមប្រាថ្នាហើយបានចាំទុកក្នុងចិត្តរួចស្រេចវេលានោះប្អូននិយាយប្រាប់បងថាកាលពីឪពុកយើងគាត់នៅបើគាត់ទៅព្រៃគ្មានភ្លើងដុតអាំងអ្វីៗគាត់កាប់រស្មីយកមកគួតគ្នាឲ្យកើតជាភ្លើងបានបើដូច្នោះបងនៅចាំសัตว์ក្នុងទីនេះចោះខ្ញុំទៅរកកាប់រស្មីស្ងួតយកមកគួតធ្វើភ្លើងអាំងថាតែប៉ុណ្ណេះហើយក៏ទៅរកកាប់រស្មីបានយកមកធ្វើតាមបំរើឪពុកកើតមែនអាំងឆ្អើរជ្រូកនោះទៅតាមបំឡងឆ្អិនបានបរិភោគក្នុងវេលានោះទៅកុមារទាំងពីរនៅអាស្រ័យក្នុងព្រៃនោះអស់កាលជាយូរបានសេចក្តីសុខសប្បាយរកស៊ីតែនឹងដាក់ចុចសត្វព្រៃប៉ុណ្ណោះពួកសត្វដែលមកជាប់ជុតកុមារទាំងពីរនោះតាំងតែពីសត្វជ្រូកព្រៃរមាំងឆ្លូសរហូតដល់ដំរីរាត្រីមួយកុមារប្អូនបានឃើញដំរីសមួយយ៉ាងធំដើរក្បែរធ្នោះនោះក៏មានបំណងចង់ស៊ីសាច់ដំរីទើបនិយាយប្រាប់បងថាខ្ញុំចង់ស៊ីសាច់ដំរីណាស់ត្បិតមានដំរីសមួយយ៉ាងធំធាត់ដើរមកក្បែរធ្នោះយើងរាល់រាត្រីខ្ញុំគិតដាក់ជុចយកដំរីនេះឲ្យបានបងនិយាយខ្វាត់ថាណោយប្អូនគុំដំរីនេះធំណាស់ប្អូនដាក់វាមិនជាប់ទេឬថាប្រសិនទីវាដើរមកជាប់ជុចប្អូនហើយវាបំរាស់ត្រដររត់ទៅនោះវាខឹងកាលបើវាខឹងហើយថ្ងៃក្រោយវាមកព្រែកធ្នូយើងលិចល្អយខ្ទេចខ្ទីហើយវាជន់សម្លាប់យើងស៊ីជាចំណីអាហារពុំលែងឡើយទេមិនអីទេបងកុំព្រួយនៅឲ្យតែស្ងៀមទៅចុះចាំមើលខ្ញុំធ្វើជុចដាក់ដំរីនេះឲ្យតល់តែបានប្អូនថាដូច្នោះហើយក៏រកកាប់ផ្ដៅក្រែកយ៉ាងធំយកមករែងធ្វើជុចដាក់ត្រង់កន្លែងដែលដំរីគោចរឯដំរីដែលដើរមកសពរាត្រីឥតមានគិតក្រែងអ្វីសោះឡើយដោយគិតថាព្រៃនេះស្រេចលើអញហើយគ្មានអ្នកណាជីចម្បងលើអញទៀតទេក៏ដើរតម្រង់ត្រង់មកកន្លែងដែលកុមារដាក់ជុចស្រាប់តែចូលទៅក្នុងជុចជាប់ខ្លួនចង្អៀតណែនក្ដុនខំបំរាស់ននាលស្រែករោតរំពងព្រៃធំយ៉ាងណាក៏មិនរួចមិនយូរប៉ុន្មានដាច់ខ្យល់ស្លាប់ទៅកុមារទាំងពីរញាក់បានឃើញដំរីជាប់ជុតស្លាប់ហើយបបួលបងប្អូនបំពក់ភ្លើងភ្នក់យ៉ាងធំដុតឆ្អើរដំរីវេលានោះក្លិនឈ្ងុយសត្វដំរីក៏ផ្សាយរហូតភពជាទីអាស្រ័យនៃយក្សដែលមានអំឡាចក្របសង្កត់ពួកយក្សឯទៀតយក្សនោះលាន់មាត់ថាថ្ងៃនេះធំក្លិនអ្វីក៏ឈ្ងុយឈ្ងប់ម្លេះមានអ្នកណាឆ្អោសាច់ឯណាអេបើដូច្នេះអញនឹងទៅរកមើលក្រែងបានមួយចំអែតពីព្រោះសាច់នេះក្លិនឆ្ងាញ់ណាស់ហើយដោយស្មានទៅប្រហែលជាច្រើនផងបានជាធំក្លិនផ្សាយមកដល់ទីអញយ៉ាងនេះអង្គទឹកគម្រាមយកស៊ីទាំងអស់កុំអោយញាក់ឆ្អោនេះនោះវាបានស៊ីគិតដូច្នេះហើយក៏ចាប់យកដំបងពិតក្រវីហក់ឡើងលើអាកាសវេហាងាកមើលចុះឡើងឃើញផ្សែងហុយត្រង់ព្រៃធំក៏ហោះចុះសំដៅទៅត្រង់កន្លែងផ្សែងនោះក្រឡេកមើលទៅឃើញក្មេងតុយពីរនាក់កំពុងឆ្អើដំរីគិតថាថ្ងៃនេះពេញជាមហាលាភហើយបានទាំងចំណីបានទាំងម្ចាស់បើដូច្នេះតើអញនឹងស៊ីដំរីមុនឬស៊ីក្មេងមុនអេបើស៊ីដំរីមុនក្រែងក្មេងនេះវាភ័យនឹងអាំងរត់ពួនបាត់ទៅឥឡូវនេះនឹងស៊ីក្មេងគ្មានអ្វីគ្រួនធ្វើជាបង្អែមសម្រាប់លាមមាត់ខាងក្រោយនៅទីបំផុតនោះយក្សសម្រេចចិត្តថាដោយអញស៊ីដំរីមុនចុះទុកក្មេងស៊ីក្រោយជាបង្អែមវិញទើបជៀសមាត់ស្រួលក្មេងនេះវាមិនមែនរត់ពួនទៅឯណាឡើយទុកជាវារត់ពួនកន្លែងណាក៏មិនកំបាំងនឹងភ្នែកអញដែរវាមកពីស្រុកភូមិរបស់មនុស្សលោកចូលមកដល់ព្រៃនេះម្លេះហើយវារត់ទៅណានឹងរួចទើបយក្សចូលទៅគំរាមកុមារដែលកំពុងឆ្អើដំរីនោះថា
ไว้อาក្មេងចាំមកឯងមកពីណាដើរចេញឲ្យឆាប់កុមារទាំងពីរដើរចេញពីទីនោះទៅប៉ុន្តែកុមារបងមានសេចក្តីភិតភ័យតក់កមាព្រោះខ្លួនស្គាល់ច្បាស់ជាយក្សហើយបានដឹងប្រកបអំពីចាស់គេនិយាយប្រាប់ថាយក្សខ្លួនធំមានចង្កូមពីរសម្រាប់ស៊ីមនុស្សលោកតែមិនចេញវាចាប្រាប់ប្អូនឡើយចំណែកខាងកុមារប្អូនគិតថាមនុស្សនេះមកពីណារូបរាងធំកម្រាំងធ្មេញធំសស្ងាត់ប៉ុនច្បកាប់ភ្នែកឡើងក្រឡោតក្រហមតឡែតដូចភ្នែកអាអូតស្បែកមុខឡើងកក្រៀតដូចស្បែកគីង្គក់ដងខ្លួនដូចក្របីដេកផក់សំលេងឮក្រក់ដូចជាទឹកដក់ក្នុងរន្ធឈើដុសពុកមាត់ពុកចង្កាស្រមេមស្រមាមដូចបិសាចរិចភួតអានេះប្រហែលជាមិនខ្លាចកោតញញើចិត្តអញទេបានជាហ៊ានមកនិយាយកំហែងអញដូច្នេះមិនអីទេអញប្រហើនហ៊ានស៊ីដំរីកុមារប្អូនថយចេញពីកន្លែងនោះមិនឆ្ងាយប៉ុន្មានទៅឈរមើលយក្សស៊ីដំរីតែក្នុងចិត្តនឹកខ្នាញ់ពេកណាស់មិនទាន់ចេញស្ដីថាដូចម្ដេចឡើយគ្រាន់តែនឹកក្នុងពោះប៉ុណ្ណោះពេលនោះយក្សសួរថាណែអាក្មេងឯងធ្វើដូចម្ដេចបានដំរីនេះយកមកឆ្អើពេលនោះកុមារតូចបានឱកាសក៏ឆ្លើយតបទៅយក្សវិញថាពួកឯងសួរចង់ដឹងអ្វីគិតតែបរិភោគទៅចុះកុំចាំបាច់ដឹងហេតុការអ្វីឡើយអាចមុកប្រាប់ឲ្យឆាប់អញស៊ីឯងឥឡូវនេះហើយយក្សសួរគំរាមកុមារតូចដំរីនេះវាដាល់មកជាប់ជុចខ្ញុំកុមារឆ្លើយតបនឹងយក្សឯងធ្វើជុចដួចមកដេចក៏ដាក់ដំរីបានឯងនិយាយក៏ហុកទេឬក្រែងដំរីវាស្លាប់ខ្លួនវាទេដឹងហើយឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅមើលឯងនិយាយឲ្យត្រង់តែក៏ហុកអញស៊ីឯងទៀតឥឡូវនេះមិនខានខ្ញុំមិនចេះនិយាយក៏ហុកទេពួកឯងមើលចុះជុចខ្ញុំនៅឯនោះប្រកាសជាឯងដាក់ជុចដំរីនេះបានម៉ានយក្សសួរសង្កត់សង្កិនកុមារម៉ានកុមារឆ្លើយតបយ៉ាងយកជុចមកហើយប្រាប់យក្សថាពួកឯងចង់ដឹងចូលទៅក្នុងជុចខៀមលើមើលដោយហេតុការមើងងាយថាសពបើជុចសរសៃរឿងប៉ុណ្ណោះអញក្រងតែកំរើកក៏ដាច់ខ្ទេចខ្ទីដែរថាហើយក៏ត្បូក្បោចូលទៅក្នុងជុចផុតដៃផុតជើងទាំងអស់ស្រាប់តែជុចរឹតរួតតាំងខ្លួនដូចគេចាក់ស្រែបំរាស់ននាវបាក់ឈើព្រៃល្អឺតល្អោចស្រែកត្រហោរំពងព្រៃរិទ្ធិយៈដែលធ្លាប់ពូកែយ៉ាងណាក៏ប្រមូលយកមកអោសថែមទាំងនឹកសូត្រមន្តរបៀនសិល្បសាស្ត្រដែលធ្លាប់ចេះធ្លាប់រៀនមកប៉ុន្មានក៏នៅតែរើមិនរួចពីជុចនោះរឹតតែតឹងឡាងស្ទើរតែនឹងដាច់ខ្យល់រកតែស្ដីនិយាយស្ទើរតែមិនរួចយក្សទៅដឹងថាជុចក្មេងនេះពូកែម៉ានបើអញមិននិយាយអង្វរឲ្យវាស្រ័យជុចនេះចិនទេនឹងស្លាប់អាសាឥតការមិនខានទៅនិយាយអង្វរកុមារថាអោលបឲ្យកាលពីដើមខ្ញុំមើងងាយជុចលបដោយគិតឃើញថាមើលទៅមិនល្មមនឹងកម្លាំងខ្ញុំសោះហេតុតែសេចក្តីមើងងាយញីហើយបានជាខ្ញុំស្ទើរតែស្លាប់ខ្លួនយ៉ាងនេះហេតុនេះសូមលោកអាណិតខ្ញុំម្ដងទៅចុះខប់ម្ដងឆ្កងមួយថ្ងៃសូមលោកអធិស្ឋានឲ្យតែរស់ជីវិតកុំឲ្យតែខ្ញុំស្លាប់ឯកុមារបានឃើញយក្សបំរាមននាមុនរួយអង្គពីជុចរបស់ខ្លួនហើយថែមទាំងលឺនិយាយអង្វរទៀតកំបិតនៅដៃនិយាយតទៅនឹងយក្សវិញថាម៉េចឯងជឿអញទេឥឡូវមកធួជានិយាយអង្វរឯសាច់ដំរីអញស៊ីអស់ហើយគិតនឹងស៊ីអញទៀតឯងថ្លាមធំណាស់អញមិនយកអង្វរឯងទេល្ងាចនេះអញគ្មានអ្វីស៊ីសោះម្ដងនេះអញស៊ីថ្លាមកឯងហើយចុះមកបងទៅរកកាប់ឫស្សីមកធ្វើត្រណោតដោតថ្លើមខូចនេះអាំងស៊ីបងក៏ចុះពីធ្នួមកទាំងភ័យញញ័រដល់មកចិត្តប្អូនឃើញយក្សគួសម្បើមក៏រឹងរឹតតែញាប់ញ័រប្អូននិយាយថាជប់បងគុំញ័រចង់ស៊ីសាច់វាពេកជប់សិនចាំឆ្អិនសិនញ័រចង់អ្វីទៀតហើយគុំញ័រអ្វីពេកហើយស៊ីឆៅមិនឆ្ងាញ់ទេហើមពោះពងណាបងយក្សឮសម្ដីកុមារនិយាយនឹងបងដូច្នោះហើយរឹងរឹតតែផិតភ័យស្លុតប្រលឹងហើយនិយាយអង្វរកុមារទៀតថាអោលោកម្ចាស់ថ្លៃអើយសូមលោកអាណិតខ្ញុំយកតែបុណ្យម្ដងទៅចុះខ្ញុំនឹងជូនកនសែងបកកនសែងបុយមួយឲ្យតែលោកលេងខ្ញុំឲ្យបានរួមមានជីវិតត្បិតខ្ញុំជាស្ដេចយក្សគ្រប់គ្រងអាណាប្រជានុរាស្ត្រ
បើលោកឲ្យខ្ញុំស្លាប់ទៅសំជាសក្តិរបស់ខ្ញុំអន្តរធានមិនខានទាំងកូនប្រពន្ធខ្ញុំក៏ពុំមានទីប៉ឹងក៏មកប្អូនសួរបញ្ជាក់យៈថាចុះឯងឲ្យកនសែងបកកនសែងបោយដល់យឿនកនសែងនោះបើបកបោយទៅអាចឲ្យសម្រេចប្រយោជន៍ដោយម្នាក់ខ្លះតាមតែលោកចង់បានអ្វីបកមកបានតាមប្រាថ្នាបើចង់ឲ្យបាត់ទៅវិញគ្រាន់តែបោយថាទៅវិញចុះក៏ស្រាប់តែបាត់អស់រលីងប្រកបជាឯងឲ្យយើងមែនឬមែនក្រែងកុហកអញទេដឹងមិនកុហកទេលោកបើកុហកតើឲ្យយើងធ្វើដូចម្ដេចយើងមិនទុកចិត្តទេពីព្រោះឯងជាស្ដេចសោយរាជក្រែងរួចពីកណ្ដាប់ដៃយើងទៅបបួលរេភុលមកច្បាំងនឹងយើងវិញបងយកកំបិតមុខបលះសាច់វាអាំងស៊ីសម្រន់សេចក្តីឃ្លានមកស្នាប់សិនបងនោះនៅតែមិនទាន់បាត់ភ័យនឹងយក្សឮកុមារតូចឲ្យបងយកកំបិតមកពន្លះសាច់ខ្លួនដូច្នោះក៏ញាប់ញ័រស្ទើរបាត់ស្មារតីហើយនិយាយអង្វរកុមារនោះទៀតថាសូមលោកទុកតែជីវិតឲ្យចុះខ្ញុំនឹងប្រគល់រាជទាំងអស់ព្រមទាំងស្រុកសួយទាំងអំបាលម៉ានជូនលោកទៀតខ្ញុំសូមរួចតែខ្លួននឹងភរិយាបុត្រីបុត្រាហើយនៅធ្វើជាសេនារក្សាលោកទៀតកុមារប្អូនក៏សួរបញ្ជាក់យៈថាបើឯងនិយាយទៀងត្រង់មែនញយយើងអត់ទោសឲ្យបានតែយើងមិនដឹងជាឯងស្ដេចសោយរាជនៅនគរណាចុះធ្វើម្ដេចឲ្យយើងទៅតាមយកនគរឯងបានអូលោកមិនសល់ក្រអ្វីនឹងអញ្ជើញទៅឯនគរខ្ញុំនោះទេឲ្យតែលោកលេងខ្ញុំចុះខ្ញុំនឹងធ្វើតម្រុយជាលំអានរហូតដល់ទៅនគរខ្ញុំឯណោះឯងធ្វើតម្រុយបែបណាខ្ញុំកាច់មែកឈើស្រស់បោះហែតាមផ្លូវទៅកាលបើលោកអំចេញទៅសូមទៅតាមមែកឈើដែលខ្ញុំកាច់បោះនេះចុះកុមារទាំងពីរក៏ព្រមដោះយ៉ាក់ចេញពីជុចឯយាកបានរួចខ្លួនពីជុចហើយក៏ក្រាបថ្វាយបង្គំកុមារទាំងពីរដើរទៅនគរខ្លួនវិញហើយកាត់មែកឈើជាតម្រុយដើម្បីជាទីសម្គាល់ដល់កុមារទាំងពីរប្រាណឥតមានកុហកភូតភរអីឡើយលុះដល់ទៅនគរហើយចូលទៅនិយាយប្រាប់ពុកពលសេនាយោធាទាហានដែលនៅចាំខ្លងទ្វារទាំង7ជាន់ថែណែវើយថ្ងៃស្អែកនេះមានក្មេងតូច2នាក់ជាក្មេងមនុស្សលោកមកដណ្ដើមរាជអញបើឯងឃើញវាមកហើយត្រូវខាត់កុំអាយវាចូលតែកុំធ្វើទុកបុកម្នេញវាឡើយគ្រាន់តែស្រែកខាត់ប៉ុណ្ណោះបានហើយពីព្រោះក្មេងនោះពូកែណាស់អំបាលអញដែលមានរិទ្ធមានអំណាចច្បាំងដណ្ដើមយកនគរឯទៀតបានមកធ្វើជាប្រទេសរាជតេវប៉ុន្មានក៏វាដាក់ជុចអញជាប់ស្ទើរតែនឹងស្លាប់អសាឥតកាតែពួកឯងរាល់គ្នាខាត់វាលបងមើលសិនចុះបើវាមិនខ្លាចទេបើកភ្លឺឲ្យវាចូលមកចុះយៈបានប្រាប់គ្រប់សេនាអ្នកចាំខ្លងទ្វារទាំង7ជាន់សពគ្រប់ហើយក៏ចូលទៅក្នុងប្រាសាទសំងំដេកលក់ស្រមុខក៏ក្រឹកព្រឹទ្ធភីឯកុមារបងប្អូនទាំងពីរនាក់ក៏បណ្ដើរគ្នាទៅនគរយៈតាមតម្រុយមេឃឈឿលុះបានទៅដល់ហើយក៏ជួបប្រទះនឹងពួកកងទ័ពមកកងដែលនៅចាំខ្លងទ្វារទី7នោះកុមារបងកាលបានឃើញយៈច្រើនដល់ម្លោះក៏ភ័យញាប់ញ័រស្ទើរនឹងបាត់ស្មារតីប្អូននិយាយកំលែបងឡើងថាណែបងកុំញ័រចាំងពេកឈប់កុំអំអាលចាំងចាប់កាប់ធ្វើបាបវាឈប់កុំយោបងស្ទើរតែខាត់មិនឈ្នះណយកុំញ័រចាំងពេកវាខ្លេចបងអញហើយពួកទាហានយៈបានលឺកុមារនិយាយដូច្នោះក៏ខ្លាចរួញខ្លួនឥតហ៊ានមកកវេសោបើកផ្លូវឲ្យកុមារទៅដេកស្រួលរហូតដល់ទៅទ្វារក្នុងគម្រប់7ជាន់យៈខ្លាចទាំងអស់ទើបនាំបងប្អូនឡើងទៅលើប្រាសាទយៈឃើញយៈកំពុងដេកស្រមុកខ្ទើប្រាសាទឃើញពួកស្រីស្នំកំពុងតែអង្គុយបកខាងស្ដាំ100ខាងឆ្វេង100ឯបងឃើញយៈចរានសម្បំណាស់ពេកក៏ភ័យស្លុតស្មារតីប្អូនស្រែកហៅយៈថាណែអានេះក្រោកឡើងអញមកដល់ហើយដេកដល់ណាទៀតយៈឮសំឡេងកុមារតូចស្រែកហៅខ្លួនដែលកំពុងដេកលក់ដូច្នោះក៏ភ្ញាក់ដឹងខ្លួនឡើងក្រឡេកមើលទៅស្គាល់ជាកុមារម្ចាស់ជិចក៏ផាត់ភ័យមហិមា
ស្ទុះមកមនីមណាក្រាបថ្វាយបង្គំកុមារតូចទាំងពីរហើយប្រាប់ពួកស្រីស្នំដែលកំពុងអង្គុយគាល់ប្រាអាមាត្យឲ្យហៅពួកសេនាបតីនាមឿនមុខមន្ត្រីព្រាហ្មណ៍ព្រឹទ្ធបុរោហិតបណ្ឌិតកវីឲ្យចូលមកក្នុងបុរីយ៉ាងឆាប់វៃៗលុះពួករាជសេវកោមាត្យមកជួបជុំគ្នាសពគ្រប់ហើយយកស្រីប្រកាសថាអ្នករាល់គ្នាចូលក្រាបថ្វាយបង្គំស្ដេចមនុស្សទាំងពីរនាក់នេះហើយត្រូវគោរពកោតខ្លាចយកចិត្តទុកដាក់ឲ្យដូចជាខ្លួនអញត្បិតអញប្រគល់រាជឲ្យស្ដេចមនុស្សលោកនេះសោយហើយអញសូមរួចតែខ្លួនប៉ុណ្ណោះទេឯអ្នកទាំងអស់ត្រូវនៅជ្រក់ក្រោមបន្លប់បុណ្យស្ដេចមនុស្សលោកនេះចុះពួករាជសេវកាមាត្យទាំងអស់ក្រាបថ្វាយបង្គំកុមារទាំងពីរគ្រប់គ្នាឥតមាននរណាមួយហ៊ាននិយាយថាដូចម្ដេចឡើយយក្សក៏បានរៀបពិធីអភិសេកជាឯកមង្គលប្រជុំពួកពលយោធាជាអនេកការហើយប្រគល់ធីតារបស់ខ្លួនឲ្យជាមហេសីប៉ុន្តែកុមារប្អូនមិនសោយរាជខ្លួនឯងទេឲ្យបងសោយរាជវិញព្រោះយល់ឃើញថាបងបានចិញ្ចឹមបីបាច់ថែរក្សាខ្លួនកុមារទាំងពីរសឹងនៅជាសុខសប្បាយខ្លងនគរយក្សនោះរហូតអវសានកាលទៅហោ